លោកគ្រូពេជ្រផាន់បានបង្ហើបចង់ឲ្យអាត់កើរបស់ខ្លួនសងសឹកជាមួយនឹងដៃគូដែលធ្លាប់បរាជ័យទាំង3នាក់នៅឯសាយវៀនហងមាសបងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុនខ្មែរបាទចឹងបងប្អូនប្រហែលជាបានដឹងហើយបាទតាក់ទងជាមួយនឹងការប្រកួតអាត់កើទាំង3របស់លោកគ្រូពេជ្រផាន់អាចនិយាយបានថាជាប្រវត្តិសាស្ត្រហើយបាទសម្រាប់ក្លឹបរបស់លោកគ្រូពេជ្រផាន់ដែលចេញអាត់កើទាំង3បាទចាញ់ទាំង3តែម្ដងបាទកាលនោះបាទចេញ3ចាញ់ទាំង3តែម្ដងមិនគួរឲ្យជឿទេបងប្អូនបាទមិនគួរឲ្យជឿទេការប្រកួតនៅឯសាយវៀនហងមាសបាទពេលនោះគឺកីឡាករពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករសុកធីបាទកីឡាករពេជ្រអតិទេពប៉ះជាមួយនឹងកីឡាករហាន់ពីហើយកីឡាករផានសង្ហៈឬក៏ពេជ្រសង្ហៈដែលជាប្អូនប្រុសបង្កើតរបស់កីឡាករពេជ្រសម្បត្តិបាទប៉ះជាមួយនឹងកីឡាករឌីមសារ៉ុមបាទកាលនោះឃើញថាជាលទ្ធផលបានចាញ់ទាំង3តែម្ដងបាទអាត់កើរបស់លោកគ្រូពេជ្រផាន់មានការសើចចំអកពីអ្នកគ្រប់គ្រងមួយចំនួនដែលមិនសូវជាពេញចិត្តបាទក្លឹបរបស់លោកគ្រូពេជ្រផាន់ជាពិសេសមិនពេញចិត្តកីឡាករអាត់កើរបស់លោកគ្រូពេជ្រផាន់ថាអួតចេះអួតចុះចឹងបងប្អូនបាទប៉ុន្តែយ៉ាងណាមិញបាទមកដល់ពេលនេះបន្ទាប់ពីចាញ់ហើយណាបាទកូនសិស្សរបស់លោកគ្រូពេជ្រផាន់តែងតែធ្វើបានល្អនៅក្នុងការប្រកួតជារឿយបាទនិយាយទៅធ្វើបានល្អតែម្ដងបាទសុកធីកីឡាករពេជ្រសម្បត្តិតាំងពីចាញ់សុកធីមកអត់ដែលចាញ់ទេហើយកីឡាករពេជ្រអតិទេពបាទកាលពីចាញ់ហាន់ពីមកក៏គាត់អត់ដែលចាញ់ទៀតដែរហើយកីឡាករផានសង្ហៈតាំងពីចាញ់ឌីមសារ៉ូមមកក៏គាត់មិនដែលចាញ់ទៀតដែរបាទអញ្ចឹងមានន័យថាអាត់កើរបស់គាត់នេះគឺអាត់កើស៊ីនណាបងប្អូនបាទចាញ់តែមកប្រកួតនឹងមកឥឡូវលែងចាញ់រហូតបាទមកដល់ពេលនេះបាទលោកគ្រូពេជ្រសុផាន់ក៏បានបង្ហើបដែរថាចង់ឲ្យមានការរៀបចំបាទឲ្យមានការប្រកួតសងសឹកវិញបាទអាត់កើទាំង3របស់គាត់ចង់ដាក់ឲ្យសងសឹកវិញព្រោះកម្រឃើញមែនតើបាទសូម្បីតែអ្នកគ្រប់គ្រងបាទខ្ញុំបាទជាអ្នកគ្រប់គ្រងមួយរូបក៏មិនដែលឃើញថាអាត់កើរបស់លោកគ្រូពេជ្រសុផាន់ទៅម្ដងទាំង3អញ្ចឹងគឺកម្រមែនតើបងប្អូនបាទកម្រណាស់ចឹងគាត់ក៏ចង់ស្នើឲ្យខាងស្ថានីយ៍បាទស្ថានីយ៍ណាក៏បានដែរបាទរៀបចំឲ្យមានការប៉ះគ្នាបាទក្នុងជំនួបសងសឹកវិញតែគាត់ក៏បានលើកឡើងដែរគាត់ចង់លេងលក្ខណៈកង់ចេញម្រាមបាទគាត់ចង់លេងលក្ខណៈកង់ចេញម្រាមតែម្ដងបាទហើយបើអាចលេង5ទឹកក៏ល្អដែរកង់ចេញម្រាម5ទឹកក៏ល្អដែរព្រោះពេញលេងបាទអត់ខ្លីអត់ថាឆាប់ពេកខ្លាចអ្នកគ្រប់គ្រងមើលមិនទាន់ឆ្អែតផងចាប់ទឹកបាទលេះចាប់ទឹកបើកលុយបាទអញ្ចឹងគាត់អត់ចង់ទេគាត់ចង់លេងកង់ធំតែកង់តូចតែម្ដងបាទតែក៏គាត់លើកឡើងដែរគាត់ថាប្រសិនបាទកីឡាកររូបណាដែលអន់ដែលខ្លាចបាទគាត់អាចលេងបានបាទកង់ធំអីលេងបានបាទតែបើសម្រាប់អ្នកសឿងដូចគ្នាលេងកង់ចេញម្រាមរឹតតែល្អបាទរឹតតែល្អហើយបងប្អូនយល់យ៉ាងណាដែរប្រសិនបើមានការរៀបចំឲ្យប៉ះគ្នារវាងកីឡាករពេជ្រសម្បត្តិជាមួយនឹងកីឡាករសុកធីបាទព្រោះពួកគាត់ធ្លាប់ប៉ះគ្នាម្ដងបាទគឺកីឡាករសុកធីគាត់ឈ្នះដោយពិន្ទុប៉ុន្តែលើកនេះបើសិនជាសុកធីហ៊ានលេងកង់តូចបាទតើអាចទប់ជាមួយនឹងកីឡាករពេជ្រសម្បត្តិជាប់ឬក៏យ៉ាងណាបាទហើយកាលពីប្រកួតលើកមុនកីឡាករសុកធីឈ្នះពិន្ទុកីឡាករពេជ្រសម្បត្តិបងប្អូនយល់យ៉ាងណាដែរនៅលទ្ធផលនេះតើស័ក្តិសមទេដែលកីឡាករពេជ្រសម្បត្តិចាញ់កីឡាករសុកធីបាទឃើញការប្រកួតចប់បងប្អូនអ្នកគ្រប់គ្រងភាគច្រើនថាការប្រកួតនេះលទ្ធផលស័ក្តិសមឲ្យកីឡាករសុកធីឈ្នះបាទតែការប្រកួតនោះគឺការប្រកួតកង់ធំចំពោះការលើកឡើងជាបន្តបន្ទាប់របស់កីឡាករសុកធីបាទមែនតើទៅគាត់និយាយហើយបាទគាត់ថាគាត់មិនប្រកួតលក្ខណៈកង់តូចទេបាទឬក៏កង់ចេញម្រាមហ្នឹងគាត់មិនប្រកួតទេបាទអញ្ចឹងនេះគឺជាគេហៅថាសម័យកាលមួយដែលពិបាកដោះក្នុងជំនួបរវាងកីឡាករពេជ្រសម្បត្តិជាមួយនឹងកីឡាករសុកធី
ត្រង់ថាកីឡាករសុកធីក៏អត់ហ៊ានប្រកួតកង់ចេញមករៀមបាទថាគាត់ខ្លាចមិនខ្លាចទៅគាត់ថាគាត់បើសិនជាគាត់ប្រកួតកង់តូចឬកង់ចេញមករៀមអាចថាគាត់អាចនឹងខូចឆាប់អីចឹងទៅធ្វើឲ្យគាត់បាត់បង់ចំណូលបាទអញ្ចឹងវាពិបាកត្រង់នេះបងប្អូនបាទសម័យកាលនោះពិបាកដោះត្រង់ហ្នឹងប៉ុន្តែបើសិនជាមានអ្នករៀបចំណាដែលដាក់លេងធំមិននិយាយមិនសម្របសម្រួលមិនឲ្យមានការប៉ះគ្នាខ្ញុំជឿថាកក្រើកបងប្អូនបាទខ្ញុំជឿថាកក្រើកមែនតើព្រោះអីសិតតែកីឡាករលំដាប់ហើយបាទសុកធីមែនតើទៅវិជាប្រតិភិបគាត់ទោះបីជាឈ្នះកីឡាករពេជ្រសម្បត្តិក៏មិនទាន់ដល់ពេជ្រសម្បត្តិដែរបាទវិជាប្រតិភិបសម្រាប់គេហៅថាបំពេញចិត្តអ្នកគ្រប់គ្រងបាទគាត់ឈ្នះមែនប៉ុន្តែគាត់ឈ្នះលក្ខណៈបច្ចេកទេសបាទគាត់មិនមែនឈ្នះលក្ខណៈវាយបំពេញចិត្តអ្នកគ្រប់គ្រងទេសម្រាប់កីឡាករសុកធីគាត់វាយដើម្បីតាមបច្ចេកទេសរបស់គាត់បាទឈ្នះបែបលក្ខណៈតាមបច្ចេកទេសគាត់មិនមែនវាយបុកដើម្បីបំពេញចិត្តអ្នកគ្រប់គ្រងអត់ទេបាទសម្រាប់ពេជ្រសម្បត្តិបងប្អូនឃើញហើយបាទការប្រកួតជាក់ស្ដែងរបស់គាត់គឺគាត់មិនដែលចង់ឈ្នះដោយបន្ទុកទេបាទគាត់តែងតែមានបំណងចង់ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតហើយណាមួយគាត់ដើម្បីតាក់ទាញវិជាប្រតិភិបរបស់គាត់ផងដែរបាទអញ្ចឹងគូនេះយ៉ាងម៉េចយ៉ាងម៉ាបងប្អូនបាទទាំងគូសុកធីជាមួយនឹងកីឡាករពេជ្រសម្បត្តិទាំងគូផានសង្ហៈជាមួយនឹងកីឡាករឌីមសរ៉ុមរួមជាមួយនឹងគូកីឡាករពេជ្រអាទិទេពជាមួយនឹងកីឡាករហាន់ពីបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា